នមិនចង់ឃ្លានពីស្នេហានឹកអាឡ័យជាប់ចិនណាប្រជាកសិករដាំដុះទុរេននៅឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺកំពុងទទួលបានការគាំទ្រយ៉ាងល្អពីអតិថិជនក្នុងស្រុកដោយផលទុរេនដែលប្រមូលបានត្រូវបានលក់ចេញជាបន្តបន្ទាប់តាមការបញ្ជាទិញទោះបីប្រឈមនឹងការប្រែប្រួលធាតុអាកាសក៏ដោយក៏ប្រជាកសិករនៅតែខិតខំថែទាំនិងអភិវឌ្ឍចំការទុរេនរបស់ខ្លួនរហូតទទួលបានផលប្រកបដោយគុណភាពល្អសុវត្ថិភាពនិងទទួលបានការពេញនិយមពីអ្នកប្រើប្រាស់កសិករបានដឹងថាទុរេនដែលដាំដុះក្នុងតំបន់នេះផ្ដោតលើការប្រើប្រាស់ជីធម្មជាតិនិងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលជាហេតុធ្វើឲ្យផ្លែទុរេនមានរសជាតិឈ្ងុយឆ្ងាញ់សាច់ក្រាស់និងមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេសបានលោកឈុនស៊ីហេងម្ចាស់ចម្ការទុរេនមួយកន្លែងស្ថិតនៅភូមិជាំឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺបានបញ្ជាក់ថាដើមទុរេននៅក្នុងចម្ការរបស់លោកមានអាយុកាលប្រមាណពី5ទៅ6ឆ្នាំហើយបានចាប់ផ្ដើមផ្ដល់ផលជាបន្តបន្ទាប់ដោយទទួលបានផលពីរដូវរួចមកហើយគឺនៅឆ្នាំ2025និងឆ្នាំ2026នេះដើម្បីជ្រាបកាន់តែច្បាស់អំពីបទពិសោធន៍និងការដាំដុះទុរេនរបស់លោកឈុនស៊ីហេងសូមស្ដាប់ការលើកឡើងរបស់លោកដូចតទៅមិនចង់ឃ្លានពីស្នេហាជំរាបសួរខ្ញុំបាទឈ្មោះឈុនស៊ីហេងជាម្ចាស់ចម្ការទុរេនតាហេងហើយចម្ការខ្ញុំនេះគឺមានទីតាំងស្ថិតនៅភូមិជាំឃុំតាសាស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺទុរេននេះការខ្ញុំដាំដំបូងគឺដាំនៅពូជម៉ាន់ថនទាំងអស់ហើយក្រោយមកដល់ពេលចឹងទៅខ្ញុំក៏ចលោកជាមួយនឹងមូសសាំងខៀងមកដើមពីដើមឲ្យមានពូជមូសសាំងខៀងហើយឲ្យមានពូជអូខាក់មកដើមពីដើមដែរភាគច្រើនគឺម៉ាន់ថនទាំងអស់ឥឡូវនេះជាការផងខ្ញុំលើផ្ទៃដីដែលខ្ញុំដាំទុរេនហ្នឹងគឺលើផ្ទៃដីជិត3ហិកតាដីហ្នឹងគឺខ្ញុំដាំបានទុរេនចំនួន400ដើមដែលទុរេនពូជម៉ាន់ថនហ្នឹងមកដល់ឥឡូវនេះគឺទុរេនផងខ្ញុំអាយុបាន5ឬក៏6ឆ្នាំហើយបាទហើយចាប់ផ្ដើមឲ្យផលហើយទុរេននេះឲ្យផលនៅឆ្នាំទី2ឆ្នាំទី1គឺឲ្យផលតិចតួចដែលជាឆ្នាំដំបូងហើយបន្ទាប់មកឆ្នាំទី2នេះឲ្យផលគួបប្រសើរជាងឆ្នាំទី1ដែលឲ្យផលឥឡូវនេះ3ហិកតានេះខ្ញុំទទួលបានផលប្រមាណជាជិត20តោនដែរទុរេនរបស់ខ្ញុំនេះយើងដាំនេះគឺលក្ខណៈដាំដោយធម្មជាតិយើងប្រើប្រាស់ជីសរីរាង្គនេះជីកប៉ុសនេះហើយយើងយកមកដាក់នៅតាមគល់វាទាំងអស់ដើម្បីឲ្យទុរេនយើងនឹងមានរសជាតិផ្អែមឆ្ងាញ់ពិសាអញ្ចឹងបានឲ្យតាបងប្អូនយើងដែលឆ្នាំតមិញគាត់ធ្លាប់ទទួលទានទុរេនរបស់ខ្ញុំហើយដល់អញ្ចឹងគាត់អត់ទៅទទួលទានដែរគាត់នៅចាំទទួលទានទុរេនរបស់ខ្ញុំគាត់ថារសជាតិនេះឆ្ងាញ់ហើយអញ្ចឹងទៅឥឡូវនេះគឺឃើញថាមានបងប្អូនគាំទ្រច្រើនអំពីទុរេនចម្ការតាហេងអូរ៉ាល់នេះការដាំទុរេននៅទឹកដីកំពង់ស្ពឺដើម្បីលើកមុខមាត់ខេត្តដើម្បីចូលរួមចំណែកការអភិវឌ្ឍប្រទេសជាពិសេសគឺខេត្តកំពង់ស្ពឺដើម្បីឲ្យមានភាពទាក់ទាញហើយតំបន់ខ្ញុំនេះជាការខ្ញុំនេះជិតនឹងតំបន់ផ្លូវចូលទៅតំបន់ទេសចរធម្មជាតិភ្នំខ្នងផ្សារបាទអញ្ចឹងបើសិនណាជាបងប្អូនប្រិយមិត្តទាំងអស់ដែលគាត់ចង់ពិសាទទួលទានទុរេនដែលនៅជាការពិតនៅពេលដែលបានធ្វើដំណើរទៅទេសចរនៅភ្នំខ្នងផ្សារសូមកុំភ្លេចចូលទស្សនានិងចូលទទួលទានទុរេនចម្ការតាហេងដែលនៅភូមិជាំឃុំតាសាស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនេះទុរេននេះគឺទទួលផលនៅចុងខែ5ដើមខែ6ហើយពាក់កណ្ដាលនិងចុងខែ6គឺអស់ហើយជាទុរេនតាមរដូវកាលបាទប្រសិនជាបងប្អូនលោកស្រីចង់ទទួលទានទុរេនចម្ការតាហេងនៅជាំសូមកុំភ្លេចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំមួយគឺ097 755 6200 016 655 6200និង012 89 8507ហើយសូមបញ្ជាក់ថាលេខទាំង3ខ្សែនេះសុទ្ធតែភ្ជាប់ទៅដោយប្រព័ន្ធ Telegram ទាំងអស់ខ្ញុំមានផ្លាកនៅចូលខាងមុខហើយបើសិនណាជាលោកស្រីចង់ scan QR code គឺបង្ហាញពីទីតាំងនីតិការបស់ខ្ញុំបាទសូមអរគុណច្រើន ធ្លាប់នៅចិត្ត